ជំរាបសួរនេះគឺជាឯកប្រងការអានសិភៅក៏ដូចជាប្រវត្តិនៃការទិញសិភៅនៅពេលដែលអ្នកនរគ្នាទៅបណ្ណគារធ្លាប់ទិញសិភៅផ្ទាល់គ្នាដែរទេខ្ញុំគិតថាមានខ្ញុំជួបផ្ទាល់ហើយគឺខ្ញុំនឹងឯងដោយសារតែជារៀងរាល់ខែខ្ញុំតែងតែទៅបណ្ណគារដើម្បីទៅទិញសិភៅអានណាជាហោចណាស់ក៏មួយក្បាលពីរក្បាលអ្នកនរគ្នាការអានសិភៅគឺជាចំណីខួរក្បាលអ្នកនរគ្នាល្អមែនទែនសម្រាប់អ្នកដែលគាត់ចូលចិត្តអានសិភៅដើម្បីជំរុញនៅការគិតបានវែងឆ្ងាយជាងមុនអញ្ចឹងនៅពេលដែលអ្នកគ្នាមានអែបនេះទៅវាងាយស្រួលគ្រប់គ្រងថាអូសិភៅនេះយើងធ្លាប់បានទិញនៅធ្លាប់បានអាននៅអញ្ចឹងណាតែមុននឹងអ្នកគ្នាទៅបណ្ណគារឲ្យ scan នេះតើអ្នកគ្នាបញ្ចូលទិន្នន័យជាមុនសិនណាមានថាបញ្ចូលនៅទិន្នន័យសិភៅដែលអ្នកគ្នាធ្លាប់បានទិញពីមុនណាមានចំនួនប៉ុន្មានក្បាលទៅយើងបញ្ចូលតាមនឹងទៅដំបូងវាពិបាកបន្តិចហើយប៉ុន្តែនៅពេលដែលអ្នកនរគ្នាបញ្ចូលទាំងអស់ទៅអញ្ចឹងនៅពេលដែលអ្នកគ្នាទៅបណ្ណគារលើកក្រោយអញ្ចឹងគ្រាន់តែ scan ទៅថាអូសិភៅបើចេញមានថាសិភៅនេះធ្លាប់បានអានតែបើថាអត់ទាន់បាន scan ទេអត់មានថា scan អត់ចេញមានថាអត់ទាន់បានទិញទេអញ្ចឹងវាងាយស្រួលមែនទែនឲ្យយើងគ្រប់គ្រងកុំឲ្យយើងចំណាយលុយក្នុងការទៅទិញសិភៅបន្ថែមមួយក្បាលពីរក្បាលទៀតណាចឹងវាជួយកាត់បន្ថយការចំណាយរបស់យើងដែរ app នេះណាអ្នកនរគ្នា app នេះខ្ញុំបង្កើតជាមួយនឹង app sheet ដោយសារតែ app sheet គឺជា platform យើងអត់ចាំបាច់ចេះកូដឲ្យស្មុគស្មាញទេយើងអាចបង្កើត app បានដោយខ្លួនឯងបើសិនអ្នកនរគ្នាអត់ទាន់យល់ច្បាស់អំពី app sheet អ្នកនរគ្នាអាចចូលទៅកាន់ channel YouTube របស់ខ្ញុំឈ្មោះឃ្លាំងចំណេះទៅឃើញមានមេរៀនជាច្រើនទៅក្នុង app sheet ប៉ុន្តែបើសិនអ្នកនរគ្នាមិនចាំបាច់ចំណាយពេលឲ្យច្រើនអញ្ចឹងខ្ញុំអាចធ្វើជូនចំពោះ app នេះតម្លៃធូរថ្លៃអ្នកនរគ្នាធូរថ្លៃមែនទេចំពោះ data ទិន្នន័យ data អីអ្នកនរគ្នាកុំព្រួយបារម្ភទិន្នន័យ data ហ្នឹងគឺអ្នកនរគ្នាគ្រប់គ្រងបានដោយខ្លួនឯងមិនចាំបាច់ពឹងនៅភាគីទី3ទេapp នេះងាយស្រួលបង្កើតទេអ្នកនរគ្នាអត់ចាំបាច់ចេះកូដឲ្យស្មុគស្មាញទេនៅពេលអ្នកនរគ្នាចេះបង្កើតទៅឬក៏អ្នកនរគ្នាមើល YouTube របស់ខ្ញុំទៅបង្កើតបានខ្លួនឯងក៏បានដែរហត់អីទេតែបើថាអត់ចាំបាច់ចំណាយអីពេលច្រើនក្នុងការស្វែងយល់អញ្ចឹងអ្នកនរគ្នាអាចតាក់ទងមកខ្ញុំធ្វើជូនក្នុងតម្លៃធូរថ្លៃទេមិនថ្លៃនិយាយរួមទៅហើយ app នេះគឺខ្ញុំបង្កើតខ្លួនឯងអ្នកនរគ្នាខ្ញុំគ្រប់គ្រងការអានសិភៅដូចជាទិញសិភៅផ្ទាល់តែម្ដងព្រោះបារម្ភដែរនៅពេលដែលទៅទិញទៅបណ្ណគារឲ្យទិញសិភៅហ្នឹងបារម្ភថាខ្លាចផ្ទួលមួយអញ្ចឹងណាខ្លាចអស់លុយច្រើនអ្នកនរគ្នាអញ្ចឹងមាន app នេះទៅវាធ្វើឲ្យយើងងាយស្រួលគ្រប់គ្រងអត់ចាំបាច់ព្រួយបារម្ភថាអូសិភៅនេះធ្លាប់ទិញទៅអញ្ចឹងណាចាអរគុណច្រើន